ดដំណាក់គឺជាវត្តចំណាស់មួយស្ថិតនៅក្នុងក្រុងសៀមរាបមិនត្រឹមតែប៉ុណ្ណោះទេជាថ្នាលសាបព្រោះនៅចំណេះដឹងនិងផ្ដល់ក្តីសង្ឃឹមផងដែរបាទសូមគោរពអនុញ្ញាតក្រាបថ្វាយបង្គំសម្ដេចព្រះរាជគុណគ្រប់ព្រះអង្គលោកស្រីនិងពុទ្ធសាសនិកជនទាំងអស់មកកាន់ Channel វត្តអារាមធัวដែលជាមាតិកាគោលបំណងដើម្បីផ្សព្វផ្សាយនៅព្រះពុទ្ធសាសនាវត្តវត្តអារាមវប្បធម៌និងទេសចរផងដែរវត្តដំណាក់មានទីតាំងនៅជិតរងវងមូលវត្តដំណាក់ចម្ងាយប្រមាណជា50ម៉ែត្រស្ថិតនៅក្នុងភូមិវត្តដំណាក់សង្កាត់សាលាកំរាលក្រុងសៀមរាបវត្តដំណាក់មិនបានរកឃើញកំណត់ត្រាប្រវត្តិសាស្ត្រផ្លូវការណាមួយដែលស្ដីអំពីការកកើតកំណើតវត្តនោះទេប៉ុន្តែមានរឿងពីរដែលយើងអាចសន្និដ្ឋានបាននៅក្នុងសតវត្សទី15និង16ក្រោយពីក្រុងអង្គរត្រូវបានផ្លាស់ប្ដូរដោយសារសង្គ្រាមទៅតំបន់ផ្សេងៗនៃប្រទេសទោះបីជាយ៉ាងណាក៏ដោយព្រះមហាក្សត្រខ្មែរក៏មិនបានបោះបង់ទីក្រុងនេះចោលដែរព្រះអង្គតែងតែយាងត្រឡប់មកទីក្រុងនេះវិញដើម្បីប្រារព្ធពិធីបូជាខាងសាសនាផ្សេងៗជារៀងរាល់ឆ្នាំពេលព្រះអង្គយាងត្រឡប់មកទីក្រុងអង្គរតាមផ្លូវទឹកព្រះអង្គតែងតែចតព្រះទីនាំងនៅទីទួលមួយទីទួលនោះបានคล้ายជាទីសក្ការៈបូជានិងជាទីសម្រាកព្រះកាយនិងជាទីបន់ស្រន់បួងសួងនៅវត្ថុស័ក្តិសិទ្ធិផ្សេងៗរបស់ព្រះអង្គរួចហើយទៅព្រះអង្គបន្តដំណើរទៅកាន់ទីក្រុងអង្គររឿងទី2នាសម័យសង្គ្រាមលង្វែកមានមេទ័ពខ្មែរមួយរូបប្រចាំនៅទីក្រុងអង្គរបានមកសម្រាកនៅទីនេះរងចាំនៅសំពៅនិងទ័ពដើម្បីទៅច្បាំងជាមួយនឹងទ័ពសៀមប៉ុន្តែមុននឹងធ្វើដំណើរចេញពីទីទួលនេះលោកមេទ័ពបានធ្វើការបន់ស្រន់ថាចេញធ្វើសឹកសង្គ្រាមឈ្នះសត្រូវសៀមនិងត្រឡប់មកវិញនឹងកសាងនៅវត្តអារាមនៅទីទួលនេះទីបំផុតក៏បានឈ្នះសត្រូវសៀមព្រមទាំងបានកសាងវត្តនៅទីនេះដូច្នេះហើយតាមសាច់រឿងទាំងពីរនេះយើងសន្និដ្ឋានបានថាវត្តនេះកើតឡើងដោយសារបុព្វហេតុណាមួយនៃប្រវត្តិសាស្ត្រខ្មែរដែលអាចតកតងទៅនឹងដំណើររាជវង្សានុវង្សនិងមេទ័ពទាំងនោះបាទក្នុងកំឡុងឆ្នាំ1904ដល់ឆ្នាំ1927វត្តនេះជាព្រះរាជដំណាក់របស់ព្រះបាទស៊ីសុវត្ថិក្រោយមកត្រូវបានផ្លាស់ប្ដូរទៅចិត្តកន្លែងព្រះអង្គជេងអង្គចោមទៅវិញក្រោយពីការផ្លាស់ប្ដូរមកទីនេះក៏បានប្រែក្លាយទៅជាវត្តអារាមព្រះពុទ្ធសាសនាវិញរហូតមកដល់សព្វថ្ងៃនេះព្រះវិហារវត្តដំណាក់ជាប្រភេទព្រះវិហារបុរាណឬហៅថាព្រះវិហារជ្វា4ជាព្រះវិហារចាស់ទ្រុឌទ្រោមត្រូវបានជួសជុលដោយអាជ្ញាធរជាតិអប្សរាដែលបានបញ្ចប់នៅឆ្នាំ2024ព្រះវិហារសង់លើខឿនជុំវិញដែលមានអតិធាតុបញ្ចុះដែលជាទំនៀមទម្លាប់
ពីបុរាណខ្មែរប្រព្រឹត្តទៅតាមទំនៀមទម្លាប់ប្រពៃណីខាងមុខព្រះវិហារសង់បន្តជាដំបូលរានហាលនៅផ្នែកខាងមុខដោយព្រះវិហារវត្តរាជបូរនិងវត្តឡោមព្រលឹងដែរវិហារមានផ្លូវជណ្ដើរឡើងទាំង4ទិសខាងកើតមានទ្វារ3និងខាងលិចមានទ្វារ2ចំហៀងព្រះវិហារសងខាងមានបង្អួចចំនួន14មកខាងមាន7បង្អួចដំបូលប្រក់ក្បឿងស្រកាលេងជ្រៀលចុះខាងក្នុងព្រះវិហារមានសសររាង4ជ្រុងចំនួន12ដើមខាងក្នុងព្រះវិហារគ្មានចម្លាក់អ្វីទេមានតែលាបពណ៌លឿងស្រាលតិចតិចតែប៉ុណ្ណោះផ្ទៃបង្អួចនិងទ្វារឆ្លាក់នៅទិដ្ឋភាពតួអង្គរឿងរាមកេរ្តិ៍លាបលម្អដោយទឹកមាសយ៉ាងរស់រវើកគួរឲ្យកោតសរសើរនៅហោជាងទាំងសងខាងគេឆ្លាក់ក្បាច់រចនាអំពីស៊ីម៉ង់នៅខាងកើតឆ្លាក់រូបព្រះសដុបចេតិយមានពណ៌ឆប្បនរាំងសីអមដោយឆ័ត្ររួតមួយគូនិងទេពធីតា2ព្រះអង្គហោះហើរប្រោះព្រំនៅសុគន្ធបុរីខាងឆ្លាក់រូបទេពប្រណម្យមកខាង4ព្រះអង្គផ្ទៃខាងក្រោយមានឆ្លាក់រូបផ្កាភ្ញីនៅហោជាងខាងលិចមានឆ្លាក់រឿងពុទ្ធប្រវត្តិត្រង់ចំណុចព្រះពុទ្ធអង្គទ្រង់យាងចេញទៅសាងព្រះភ្នោះដើម្បីស្វែងរកនៅព្រះធម៌ប្រោសដល់សត្វលោកផងដែរអានេះគឺជារូបចម្លាក់ដែលបានឆ្លាក់នៅលើផ្ទាំងទ្វារចំនួន5នៅខាងកើត3នៅខាងលិចចំនួន2និងរូបចម្លាក់នៅលើទ្វារបង្អួចចំនួន14មកខាងចំនួន7បង្អួចផងដែរដោយការឆ្លាក់រឿងទាក់ទងទៅនឹងតួអង្គក្នុងរឿងរាមកេរ្តិ៍បាទវត្តដំណាក់បានផ្ដល់ក្តីសង្ឃឹមតាមរយៈសមាគមជីវិតនិងក្តីសង្ឃឹមបានផ្ដល់នូវការអប់រំជាចំណេះជំនាញវិជ្ជាជីវៈដូចជាកាត់ដេរនិងផ្ដល់អាហារូបករណ៍ដល់ស្ត្រីដើម្បីលើកកម្ពស់ក្នុងការសិក្សានេះជាក្តីសង្ឃឹមដ៏ល្អបំផុតសម្រាប់ពួកគាត់វត្តដំណាក់មិនត្រឹមតែវត្តវាអារាមទាក់ទងទៅនឹងសាសនានោះទេក៏ប៉ុន្តែវត្តដំណាក់មានសាលាបឋមសិក្សាវត្តដំណាក់នៅក្នុងបរិវេណក្នុងវត្តនេះផងដែរនេះហើយជាថ្នាលបណ្ដុះបណ្ដាលចំណេះដឹងដល់កុមារាកុមារីជាទំពាំងស្នងរុស្ស៊ីជួយដល់ប្រទេសជាតិ
ប្រទេសទៀតរីកចម្រើនបានក៏ដោយសារតែប្រជាពលរដ្ឋមានធនធានមនុស្សដ៏ល្អទើបប្រទេសជាតិឆ្ពោះទៅកាន់ភាពរីកចម្រើនល្អប្រសើរមិនត្រឹមតែប៉ុណ្ណោះទេវត្តដំណាក់បានផ្ដល់នៅផ្នែកភាសាអង់គ្លេសនិងជំនាញខាងកុំព្យូទ័រតាមរយៈវិជ្ជបណ្ឌុលសិក្សាវត្តដំណាក់ផងដែរនៅក្នុងទីធ្លាវត្តមានធម្មជាតិដ៏ស្រស់បំព្រងមានវាលស្មៅព្រមទាំងមានសុភាសិតពាក្យស្លោកដ៏ល្អដើម្បីដាស់តឿននៅសតិផងដែរបាទក្នុងពេលនេះសូមនាំលោកស្រីទាំងអស់ឬពុទ្ធសាសនិកជនទាំងអស់មកស្គាល់នៅបណ្ណាល័យមជ្ឈបណ្ឌុលខេមរៈភាសាហៅកាត់ជាភាសាខ្មែរថាមខសជាភាសាអង់គ្លេស Center for Khmer Study ជាអក្សរកាត់ជាភាសាអង់គ្លេស CKSបណ្ណាល័យនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1999ជាអង្គការអន្តរជាតិមិនមែនរាជរដ្ឋាភិបាលទទួលបានការគាំទ្រយ៉ាងទូលំទូលាយអំពីអ្នកសិក្សាស្រាវជ្រាវអ្នកប្រាជ្ញបញ្ញវន្តនិងមនុស្សជាច្រើនទៀតដែលធ្វើការស្រាវជ្រាវអំពីប្រវត្តិប្រទេសកម្ពុជាបច្ចុប្បន្នបណ្ណាល័យមជ្ឈមណ្ឌលខេមរៈសិក្សាតម្កល់ឯកសារជាង 20,000 ឯកសារដែលផ្ដោតទៅលើប្រវត្តិសាស្ត្រវិទ្យាសាស្ត្រសង្គមសិល្បៈភាសាសាស្ត្រនិងប្រធានបទផ្សេងៗទៀតពាក់ព័ន្ធទៅនឹងតំបន់អាស៊ីអាគ្នេយ៍ដែលមានអ្នកស្រីឈរស៊ីវលេងជាប្រធានបណ្ណាល័យមជ្ឈមណ្ឌលខេមរៈសិក្សានេះបាទសូមបញ្ជាក់ផងដែរថាបណ្ណាល័យមជ្ឈមណ្ឌលខេមរៈសិក្សាគឺស្ថិតនៅក្នុងបរិវេណវត្តដំណាក់បាទធ្វើដំណើរចេញពីវត្តតាមខ្លងទ្វារខាងកើតឆ្លងផ្លូវកស៊ូចេញទៅកាន់ជាបណដ្ឋាននិងសួនលំពិនីឬអ្នកភូមិហៅថាបវាសជាកន្លែងស្នាក់អាស្រ័យរបស់លោកយាយដើម្បីបដិបត្តិធម៌និងជាកន្លែងជាបណដ្ឋានបូជានៅសពដែលជាជីវិតចុងក្រោយគ្រប់គ្នាកំហុសខុសឆ្គងដោយប្រការណាមួយ Channel វត្តអារាមធัวសូមមេត្តាខន្តីអភ័យទោសនិងសូមអរគុណ